សួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំមកអាប់ដេតការអានរបស់ខ្ញុំនៅ War and Peace ខ្ញុំបានអានមកតាមពិតគោលរបស់ខ្ញុំគឺមួយថ្ងៃខ្ញុំចង់អាន5 chapter ព្រោះគឺគេ suggest បើតាម book talk គេ suggest ថាមួយថ្ងៃអានមួយ chapter ហើយយើងដើម្បីស្រួលគិតឡើងវិញគិតឲ្យស៊ីជម្រៅទៅអានទៅតែមានន័យអីចឹងប៉ុន្តែដោយសារសភៅនោះទៅសេមក chapter គឺខ្លីៗទេហើយស្រួលអានមួយ plate អស់មួយ chapter អីចឹងខ្ញុំគិតថាមួយថ្ងៃខ្ញុំអាន5 chapter ហ្មងទៅប៉ុន្តែលើកនេះមកនោះគឺអានទៅសាច់រឿងជក់ពេកក៏អានដល់10 chapter យល់style រឿងនេះគឺស្រួលអានមែនតើពេលយើងអានរឿងនោះយើងមិនខ្លាចថាអូរឿងគេទៅសេមកពីយូរលង់ណាស់មកហើយពេលជំនាន់ណាប៉ូឡេអុងនោះគឺបែរគេប្រើពាក្យជ្រៅឬក៏អីអត់ទេពេលអានទៅគឺបញ្ហាការទៅសេអីគឺដូចសភៅចេញថ្មីសភៅ rom-com YA សភៅអីចឹងគឺស្រួលអានខ្លាំងមែនតើខ្ញុំគិតថាបើសិនជាអ្វីដែលគួរឲ្យវល់នោះគឺរឿងច្រើនដោយសារក្នុងនោះគឺតួអង្គច្រើនមកស្លឹកបើកមកតួអង្គចង់20នាក់នៅក្នុងនោះអញ្ចឹងពេលដែលយើងអានគឺយើងមាន sticky note ដូចនេះទៅមាន sticky note ដើម្បីដាក់តួអង្គដាក់បែងចែកតួអង្គថាណាគេកូនណាគេត្រូវជាអីស្រឡាញ់ណាគេអញ្ចឹងយើងអានទៅអត់សូវវល់ទេប៉ុន្តែទោះបីជាយើងអត់ទៅសេក៏សាច់រឿងគឺណាតួអង្គណាសំខាន់គឺនឹងលេចឡើងម្ដងហើយម្ដងទៀតហើយយើងរួមលាវតូស្តូយគាត់ឆ្លាតដែរគាត់ធ្វើឲ្យយើងវល់ហ្នឹងគឺវល់ដោយចេតនាហើយអ្នកអានហ្នឹងមិនមែនវល់តែអ្នកអានទេគឺតួអង្គខ្លួនឯងក៏វល់ដែរគាត់រាល់ថ្ងៃគាត់អ៊ូថាគាត់មានសាច់ញាតិច្រើនមែនគាត់ត្រូវទៅចាំអ្នកនេះផងអ្នកនោះផងទៅចូលរួមកម្មវិធីអ្នកនេះនឹងគាត់វល់គួរអស់ហើយសរុបទៅគឺរឿងវគ្គទី1ហ្នឹងគឺល្អមើលខ្លាំងស្រួលអានក៏ស្រួលអានហើយបញ្ហាដែលប្រចាំថ្ងៃពីឯកជនដល់គ្រួសារដល់សង្គមហើយនឹងប្រទេសជាតិហ្នឹងគឺ very relatable យើងអាចយកមកប្រៀបធៀបនឹងអ្វីដែលយើងជួបរាល់ថ្ងៃបានដូចជាពេលមានកម្មវិធីអីចឹងក្មេងៗនៅក្រុមក្មេងៗហើយគេនិយាយរឿងក្មេងៗគេនិយាយរឿងស្នេហាគេនិយាយរឿងការងារហើយបើចាស់និយាយរឿងអនាគតរបស់កូនខ្លួនឯងប្រាប់ថានិយាយអត់ស្ដាប់ទេចង់តាមគ្នាទៅធ្វើសង្គ្រាមចឹងទៅដោយសារអីដោយសារអ្នកគិតថាណាប៉ូឡេអុងហ្នឹងគឺគាត់ចាប់ដើមពីរាជសាមញ្ញដែរហើយគាត់ឡើងដល់មានចង់និយាយថាគាត់អាចមានអំណាចមានវាសនាឡើងមកធ្វើកន្លែងអធិរាជប្រចាំប្រទេសជាច្រើនពេលហ្នឹងថាជា empire ហើយឮថាហូបមកឈានពានដល់រុស្ស៊ីទៀតអញ្ចឹងម្នាក់គេវ៉ាវនឹងមនុស្សម្នាក់នឹងមែនតើហើយប៉ាចំគេគាត់ប៉ាចំគេឃើញរូបគាត់ជីសេះហ្នឹងគឺណាគេថាលុយដែរប៉ុន្តែពេលជាប៉ាម៉ាក់គេចិត្តតែបារម្ភដែរតែខ្វាត់កូនអត់ស្ដាប់អញ្ចឹងមានតែតាមតំណើអញ្ចឹងទៅតែជាស្ដាយនៅក្នុងកម្មវិធីនីមួយៗដែលរបស់អ្នកមានហ្នឹងនៅរុស្ស៊ីទោះបីជាមានជំនាន់នោះមានសង្គ្រាមគេប្រកាសពេញពិភពលោកក៏ដោយក៏មនុស្សយើងសារធាតុមនុស្សយើងគឺចូលចិត្តស៊ីត្រាវបើសិនជាមានកូនអ្នកមានណាដែលធ្វើអីខុសកូនស្អុយឈ្មោះហ្នឹងគឺគេជប់និយាយពីសង្គ្រាមឲ្យគេមកនិយាយដើមកូនអ្នកនឹងងោមសិនហើយនិយាយដើមគ្នាអត់ចិត្តហើយនិយាយដើមប៉ាម៉ាក់គេនិយាយរួមនិយាយដើមនឹងចង់សុបាយជាងនិយាយរឿងប្រទេសជាតិនឹងស្តាមទៀតនិយាយរួមហ្នឹងគឺធ្វើម៉េចសារជាតិរបស់មនុស្សយើងគឺអត់អីធ្វើនិយាយដើមគេចឹង